បងប្អូនខាងខ្ញុំបន្ទាប់ពីភ្លៀងធ្លាក់មកមេធំមកកែបយំពេញស្រែពីអ្នកបងប្អូននៅមិនសក់ទេដេកមិនលក់នៅមិនសក់ទេបងប្អូនក៏កាន់បេមួយពិលមួយដើរទៅក្រោយផ្ទះចាប់មកកែបចាប់ក្តាមចាប់ខ្យងចាប់ត្រីចាប់មកកែបហើយបងប្អូនដែលធ្លាប់ឆ្លងកាត់នៅអនុស្សាវរីយ៍មួយនេះបានមើលវីដេអូនេះប្រហែលជានឹកផ្ទះនៅក្រុមគ្រួសារហើយព្រោះថាអនុស្សាវរីយ៍មួយនេះអ្នកធ្លាប់នៅស្រុកស្រែធ្លាប់នៅជនបទគឺធ្លាប់ឆ្លងកាត់ទាំងអស់គ្នាទាំងខ្ញុំទាំងគេហើយបងប្អូនដែលធ្លាប់ឆ្លងកាត់ឥឡូវអត់បាននៅជុំគ្រួសារទៅធ្វើការនៅឆ្ងាយឃើញវីដេអូនេះខ្ញុំជឿជាក់ថាគឺនឹកផ្ទះនឹកស្រុកនឹកពុកនឹកម៉ែនឹកបងនឹកប្អូនធ្លាប់រកជុំគ្នាធ្លាប់ដើររនោះរនេះជុំបងប្អូនជុំគ្រួសារអីចឹងហើយឥឡូវបងប្អូនមកមើលទស្សនវិជ្ជាពេលឆ្លោះទាំងអស់គ្នាហើយសាប់សលេងស៊ីនត្មងទៅនេះទីមគិនស្មានអូអានេះធំហ្នឹងប៉ុណ្ណាណៃស្វាយរឥឡូវមកទៀតបងប្អូនមិនឃើញទៀតប៉ុន្តែវារលចូលទឹកបាត់ហើយនៅតាណាទេគិចមួយថ្ងៃចិត្តបានបងប្អូនចិត្តបានហើយនេះអូនេះបានស្រាច់អូនដំយកវាបាននេះបាក់យកវានៅក្នុងរុនបានណាផ្លែតមិន3យើងបងឥឡូវបកក្រោយវិញហើយអូយទឹកអត់សូវមាន3ចាក់អត់ផាដៃអូបើអ្នកនៅអ្នកធ្លាប់ដាក់រោដូចខ្ញុំចេះឃើញអញ្ចឹងអីខ្វាកដីមលក់ទេតែលឺភ្លៀងមកហ្នឹងចិត្តចាប់តបអាយុអមណាសម្រាប់លទ្ធផលបងប្អូនដាច់យប់មកយប់គឺបានប៉ុណ្្នេះឯងហើយណាទុយគឺខ្ញុំបលែងវិញហើយព្រោះខ្ញុំអត់ຕົកទេនេះបលែងវាទៅណានេះ